ម្យ៉ាងទៀតខ្ញុំថាអ្នកដែលឆក់ឱកាសពេលដែលប្រជាពលរដ្ឋរងគ្រោះដោយសារគាត់ប្តឹងឯកឧត្តមសំរងស៊ីដល់បង្គោលព្រំដែនគាត់ទៅឆក់ឱកាសយកប្រយោជន៍ផ្ទាល់ខ្លួនថាទៅជាយកជំនួយមួយខែអង្គមួយបាយទៅជួយប្រជាពលរដ្ឋដែលរងគ្រោះជាប់នៅក្នុងពន្ធនាគារអានេះខ្ញុំថាវិជាការឆក់ឱកាសទេហើយខ្លួនយើងអត់ទាន់មានក្រុមសារសង្កាត់ខណ្ឌខេត្តក្រុងទេណាហើយដល់ជួននីតិអ្នកដំណើរដូចគ្នាវាគួរតែយើងនឹងបំរើឲ្យប្រយោជន៍ជាតិមិនមែនគួរណាដែលយើងទៅវាយដើម្បីទៅលើក្រុមប្រឹក្សាសង្កាត់ខេត្តក្រុងឬក៏អ្នកដំណើររាជជាន់ខ្ពស់របស់គណៈបកសំរងស៊ីឯអានេះខ្ញុំនិយាយចឹងហើយឥឡូវគេមានរូបភាពបំបែកទៅជាក្រុមសមាគមអ្នកវិជាធិបតេយ្យដែលជាគណៈកម្មការនយោបាយរបស់គណៈបកសិទ្ធិមនុស្សណាដោយលោកមុំសំណងដូចឹងគាត់បានបង្កើតសមាគមនឹងដើម្បីទាញយកសម្លេងប្រជាអ្នកវិជាធិបតេយ្យទៅបំរើឲ្យប្រយោជន៍គណៈបកសិទ្ធិមនុស្សព្រោះគាត់បានហៅខ្ញុំទៅជួបមុនគេណាទៅដើម្បីថារកសម្លេងឲ្យបាន1លាន2លានតែឯកឧត្តមគួរយកយ៉ាងដូចម្ដេចណាមូលហេតុនេះមកថាយើងមិនយកសម្លេង1លាន2លានទៅបំរើជាមួយនឹងគណៈបកសំរងស៊ីតែម្ដងទៅណាដើម្បីឲ្យវាបានប្រយោជន៍ជាប្រយោជន៍ជាតិយើងចោទថាគេគណៈបកកណ្ដាលយកសរងពីគេចុះយើងយកអង្គ10គីឡូ20គីឡូធ្វើដំណើរឲ្យប្រជាពលរដ្ឋក្រីក្រហ្នឹងអាហ្នឹងវាដូចតែគ្នាទេចឹងមិនថាវាជាឆន្ទៈរបស់យើងក៏ដូចជាឆន្ទៈរបស់គណៈបកកណ្ដាលគេឃើញធ្វើទៅប៉ុន្តែចំហយើងនេះដែលយើងជាអ្នកវិជាធិបតេយ្យគួរយើងមិនត្រូវឲ្យតម្លៃក្រុមប្រឹក្សាគុំសង្កាត់របស់គណៈបកសំរងស៊ីអន់ទេណាឬក៏វាយប្រហារលើគណៈបកសំរងស៊ីទៅតែឲ្យតម្លៃទៅលើក្រុមប្រឹក្សារបស់គណៈបកសំរងស៊ីដែលកំពុងតែត្រឹមកំពុងតែឈរលើគោលការណ៍វិជាធិបតេយ្យដែលមានឯកឧត្តមប្រធានសំរងស៊ីមានឯកឧត្តមថៃសិដ្ឋាណាជាមន្ត្រីជាន់ខ្ពស់របស់គណៈបកកំពុងតែមើលគោលដៅបំរើឲ្យប្រយោជន៍ប្រជាពលរដ្ឋមិនមែនប្រយោជន៍ដល់បុគ្គលដោយគ្រួសារណាហើយយើងឥឡូវបច្ចុប្បន្នតំណាងគណៈបកសំរងស៊ីខ្ញុំឃើញអ្នកតំណាងរាជភាគច្រើនតែចេញមុខដោះស្រាយរាល់វិវាទទាំងឡាយរឿងដីធ្លីរំលោភដីធ្លីរបស់ប្រជាពលរដ្ឋទាំងអស់ណាគឺមិនមានដែលតំណាងរាជរបស់សិទ្ធិមនុស្សតំណាងរាជរបស់គណៈបក90កៅអីចូលមកទេណាចូលមកដើម្បីបំរើប្រយោជន៍ឲ្យប្រជាពលរដ្ឋគឺបំរើឲ្យតែប្រយោជន៍បកពួករបស់ខ្លួនហើយដើម្បីធ្វើជាអាយ៉ងរបស់គណៈបកកណ្ដាលអំណាចតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំសូមឲ្យអាដាមជួយបំភ្លឺថាតើទួលនីតិក្រុមប្រឹក្សាគុំសង្កាត់របស់គណៈបកសំរងស៊ីយើងនេះណាតើឈរលើគោលការណ៍ប្រជាធិបតេយ្យដ៏រឹងមាំណាតាមអនុសាសន៍តាមគោលនយោបាយរបស់ឯកឧត្តមហ៊ានសំរងស៊ីកំពុងតែមានវត្តមាននៅឯប្រទេសបារាំងកំពុងតែឈ្មោះការពារបូរណភាពទឹកដីនេះណាហើយបើសិនជាអស់ឯកឧត្តមសំរងស៊ីមួយក៏នៅមានឯកឧត្តមសំរងស៊ីជាច្រើននៅក្នុងប្រទេសអញ្ចឹងខ្ញុំថាឯកឧត្តមសំរងស៊ីមិនមែនជាអ្នករត់គេចចេញយករាជខ្លួននេះគឺគាត់ដើម្បីទប់ស្កាត់ជាមួយនឹងជនទុច្ចរិតដែលកំពុងរំលោភលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្ររបស់គណៈរដ្ឋមន្ត្រីជាច្រើនមកហើយប៉ុន្តែយើងមិនដែលស្ដាយទៅលើអភ័យឯកសិទ្ធិមកបន្តិចណាទេគឺយើងតែងតែមានការឈ្មោះឈ្មោះប្រឈមមុខដើម្បីលទ្ធិប្រជាធិបតេយ្យដើម្បីការតស៊ូនឹងមតិអញ្ចឹងខ្ញុំសូមឲ្យ សូមអរគុណលោកវិសាលបាទនឹងចូលរួមតែប៉ុណ្្នឹងបាទសូមអរគុណលោកវិសាលដែលបានជើញចូលរួមហើយមានអត្ថាធិប្បាយយ៉ាងក្បោះក្បាយចំពោះបញ្ហាជឿឆ្អើរឿងបញ្ហារឿងជាតិអញ្ចឹងដោយសារយើងបានទទួលសំណួរ3 4រូបហើយអញ្ចឹងសូមបកគោសំណួរទៅលោកថៃសិដ្ឋាតែម្ដងបាទសូមអញ្ជើញសូមអរគុណដល់អស់លោកដែលបានលើកសំណួរដ៏មានសារៈសំខាន់ទាំងអស់នៅក្នុងយើងការជជែកពិភាក្សានៅថ្ងៃនេះជាដំបូងគឺខ្ញុំសូមឆ្លើយបំភ្លឺចំពោះសំណួររបស់លោកចម្រើនកំពុងនៅកំពង់ស្ពឺវាជាការពិតហើយដំបូងតាមដែលខ្ញុំដឹងសឹងទូទាំងប្រទេសរកក្រុមប្រឹក្សាខ្លះលោកអត់តន់យល់អំពីតួនាទីភារកិច្ចរបស់ខ្លួនក្នុងក្រុមប្រឹក្សានោះធ្វើអីខ្លះជាពិសេសប្រធានក្រុមប្រឹក្សារាល់កិច្ចការប្រជុំតើលិខិតស្នាមបែបបទរដ្ឋបាលនឹងបញ្ជូនយ៉ាងម៉េចតើតែគាត់មើលនៅបទបញ្ជាផ្ទៃក្នុងអានឹងបានធ្វើបានត្រឹមត្រូវដូច្នេះយើងជាក្រុមប្រឹក្សាយើងមានសិទ្ធិក្នុងការតវ៉ាប្រាប់ទៅក្រុមប្រឹក្សាដើម្បីឲ្យក្រុមប្រឹក្សាប្រធានក្រុមប្រឹក្សាលោកអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងពីព្រោះថាការបញ្ជូនរាល់លិខិតស្នាមបើមិនបានមុន3ថ្ងៃទេអាហ្នឹងគឺបើយើងអវត្តមានមិនអាចចាត់ទុកថាអវត្តមានអត់ច្បាប់បានទេពីព្រោះលិខិតយឺតអាហ្នឹងគឺថាគេមានបញ្ជាក់នៅក្នុងបទបញ្ជាផ្ទៃក្នុងរីឯដែលការលើកឡើងរបស់យើងមួយចំនួនចំពោះរឿងក្នុងកិច្ចប្រជុំហើយក្រុមប្រឹក្សាផ្សេងលោកលើកឡើងកាត់ឬក៏ឆ្លើយបំភ្លឺជំនួសគណៈអភិបាលហើយនេះជារឿងមួយយើងសោកស្ដាយណាស់ពីព្រោះថាក្រុមប្រឹក្សាមានតួនាទីមួយសំខាន់នៅក្នុងកិច្ចការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋអានោះមិនមែនក្រុមប្រឹក្សាហ្នឹងគឺចេះតែឲ្យតាមគណៈអភិបាលទេពីព្រោះនៅក្នុងច្បាប់នឹងចែងគឺតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាជាអ្នកទទួលខុសត្រូវហៅថាកណន័យភាពចំពោះផ្ទាល់ចំពោះប្រជាពលរដ្ឋតែម្ដង
ណាមិនមែនទទួលខុសត្រូវចំពោះគណៈអភិបាលចំពោះរដ្ឋាភិបាលទេយើងទទួលខុសត្រូវចំពោះរដ្ឋាភិបាលនៅលើតែការប្រតិបត្តិរដ្ឋធម្មនុញ្ញរាជក្រឹត្យអនុក្រឹត្យប៉ុណ្ណឹងឯងណាចំពោះច្បាប់ការអនុវត្តនៅមូលដ្ឋានការអភិវឌ្ឍនៅមូលដ្ឋានគឺយើងទទួលខុសត្រូវផ្ទាល់ជាមួយប្រជាពលរដ្ឋតែម្ដងអានឹងដល់ខ្លីមួយទៀតពីលោកមាលីកំពុងចាំលោកមាលីកំពុងចាំដែលបានលើកឡើងអំពីយើងចែកភាគតិចហើយគេមិនធ្វើតាមហ្នឹងគឺថាយើងយ៉ាងមិនដែរណាយើងមិនអាចធ្វើបានវាទូទាំងប្រទេសហ្នឹងគឺថាយើងសម្លេងរបស់យើងគឺមានភាគតិចជាការពិតប្រាកដគ្រាន់តែយើងបានមានតួនាទីនៅក្នុងក្រមរក្សាខេត្តរាជធានីស្រុកខណ្ឌក្រុងសង្គមឃុំសង្កាត់ប៉ុន្តែយើងមិនអាចធ្វើសេចក្តីសម្រេចណាមួយបានហើយយើងក៏មិនមានបានជាប្រធានក្រុមរក្សានៅក្នុងឃុំឬខេត្តនៅក្នុងស្រុកខណ្ឌក្រុងណាមួយទេដូច្នេះមានន័យថាអ្វីដែលត្រល់សេចក្តីសម្រេចគឺគណៈបកកណ្ដាលអំណាចក្រុមប្រឹក្សាដែលចេញពីគណៈបកកណ្ដាលអំណាចលោកនឹងធ្វើអ្វីគឺសម្រេចបានហើយយើងគ្រាន់តែបញ្ចេញមតិមិនបានទោះបីត្រូវក៏ដោយក៏គេមិនអាចយកអនុវត្តក៏នឹងស្រេចលើគេប៉ុន្តែយើងមានវិធីយើងធ្វើយើងត្រូវមានវិធីសាស្ត្ររបស់យើងគឺអ្វីដែលយើងមើលឃើញជាសំណុំពរជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានលើកឡើងមានបណ្ដឹងប្រជាពលរដ្ឋហ្នឹងគឺយើងត្រូវតែនិយាយទៅកាន់អង្គប្រជុំឲ្យបានច្បាស់លាស់ហើយដើម្បីឲ្យក្រុមប្រឹក្សានោះលោកបំភ្លឺហើយមាននៅក្នុងរបាយការណ៍យ៉ាងហើយណាស់នៅក្នុងរបាយការណ៍ដែលយើងបានលើកឡើងរាល់សំណុំពររបស់ប្រជាពលរដ្ឋហើយបើសិនជានៅក្នុងករណីដែលគេមិនឆ្លើយតបក្នុងករណីនោះបំពេញអីទាំងអស់ហ្នឹងរាល់ឯកសាររាល់កំណត់ហេតុដែលយើងអនុម័តដោយក្រុមប្រឹក្សាយើងត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដឹងពីព្រោះការប្រជុំរបស់ក្រុមប្រឹក្សាមិនមានអ្វីអាកំបាំងអត់មានលក្ខការមានសម្ងាត់ទេគឺជាសាធារណៈហើយរាល់ឯកសារត្រូវផ្សាយឲ្យប្រជាពលរដ្ឋដឹងដូច្នេះយើងត្រូវតែបង្ហាញប្រជាពលរដ្ឋឲ្យដឹងអំពីការមិនយល់ព្រមឬការបំពេញរបស់ក្រុមប្រឹក្សាដែលចេញមកពីគណៈបកកណ្ដាលអំណាចអ្វីដែលប្រជាពលរដ្ឋចង់បានឧទាហរណ៍រឿងដីធ្លីបើសិនជាមានបំដឹងប្រជាពលរដ្ឋមកហើយការដោះស្រាយមិនត្រឹមត្រូវអានេះយើងត្រូវមានសិទ្ធិតវ៉ាលើកឡើងពីព្រោះថានៅក្នុងទូនីតិរបស់ក្រុមប្រឹក្សាក្នុងមុននឹងអភិវឌ្ឍនៅកន្លែងណាមួយត្រូវតែមានការសួរយោបល់ចូលរួមពីគ្រោះយោបល់ពីប្រជាពលរដ្ឋនៅមូលដ្ឋាននៅកន្លែងនោះតែម្ដងពីក្រុមប្រឹក្សាដែលពាក់ព័ន្ធពីស្ថាប័នដែលពាក់ព័ន្ធទាំងអស់ពេលហ្នឹងមិនមែនតែធ្វើស្រេចតែអំណាចចិត្តហើយមិនស្ដាប់អីទេគឺមិនដូចពីមុនទេបើយើងនិយាយទៅគឺមានលក្ខណៈមួយត្រឹមត្រូវណាមុននឹងធ្វើការអភិវឌ្ឍហើយឲ្យបើមានសំណងសងឲ្យបានត្រឹមត្រូវការដោះដូរនោះឲ្យបានសមរម្យឲ្យទទួលយកបានទៀតអាហ្នឹងគឺជាទូនីតិរបស់ក្រុមប្រឹក្សាតែម្ដងអញ្ចឹងបើថាគេមិនស្ដាប់គេមិនយកចិត្តទុកដាក់នៅអ្វីដែលជាមតិលើកឡើងរបស់យើងខ្ញុំយល់ថានេះជាការពិតហើយជាទូទៅអញ្ចឹងហើយក៏ប៉ុន្តែត្រូវតែឲ្យមានកំណត់ហេតុនៅពីដែលគេអានរបាយការណ៍កំណត់ហេតុហ្នឹងគឺយើងសូមឲ្យមានការកែតម្រូវនៅអ្វីដោយបានយើងលើកឡើងនៅក្នុងពេលអង្គប្រជុំហ្នឹងហើយយើងនឹងថតចម្លងចែកប្រជាពលរដ្ឋឲ្យដឹងប្រាប់ថាយើងខំប្រឹងជួយប្រជាពលរដ្ឋប៉ុន្តែដោយសារតែសម្លេងយើងតិចគឺមិនអាចជួយបានទេគេនៅតែសម្រេចទៅតាមអ្វីដែលគេធ្វើឲ្យប្រជាពលរដ្ឋដឹងអាណាអញ្ចឹងបើថាតតែយើងកាន់អំណាចយើងធ្វើជាប្រធានក្រុមប្រឹក្សាអាហ្នឹងមិនយើងសម្រេចធ្វើឲ្យជូនប្រជាពលរដ្ឋបានដោយបំណងអ្វីដែលគាត់បានចង់បានឬក៏ភាពយុត្តិធម៌ដែលគាត់ចង់បានដែលគាត់ទាមទារនោះមួយទៀតលោកគុំសុងក៏កំពុងចាំដែរដោយលោកលើកឡើងហ្នឹងវាសិតតែជាការពិតហើយខ្ញុំបានស្ដាប់ទាំងអស់ការលើកឡើងរបស់លោកទាំងអស់សិតតែជាមានការជួបប្រទះដែលខ្ញុំបានទទួលរបាយការណ៍ពីគ្រប់ទិសទីទាំងអស់ទូទាំងប្រទេសតែតែមានបញ្ហាដូចអស់លោកបានលើកឡើងនៅក្នុងសំណួរនេះយើងបើគិតពីទូនីតិរបស់ក្រមរក្សាណាខ្លះគាត់អត់យល់ដូចនៅក្នុងគណៈបកអញ្ចឹងកាលណាចូលទៅដល់កន្លែងនោះមិនមែនជារឿងគណៈបកប្រឆាំងដោយត្រូវការរើសអើងឬប្រកាន់ទេព្រោះទៅក្នុងវាថាបានរដ្ឋមួយអាជ្ញាធរមួយដែលតំណាងចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋយើងធ្វើការជាមួយគ្នាក្នុងនាមអាជ្ញាធរបើនិយាយមែនទែនក្នុងច្បាប់គឺថាក្រមរក្សាហ្នឹងគឺមានអំណាចពីរអំណាចនីតិប្រតិបត្តិផងអំណាចបញ្ញត្តិផងអញ្ចឹងមិនមែនទៅក្នុងទូនីតិជាបកប្រឆាំងទេនៅក្នុងក្រមប្រឹក្សារាជធានីក៏ដោយនៅក្រមប្រឹក្សាខេត្តខណ្ឌទាំងអស់ហ្នឹងគឺទៅក្នុងនាមដើម្បីចូលរួមក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិដោយបានប្រជាពលរដ្ឋមានទំនុកទុកចិត្តបោះឆ្នោតឲ្យទៅធ្វើរួមគ្នាអញ្ចឹងអ្វីដែលលើកឡើងការលើកឡើងនោះគឺជាមតិដើម្បីរកការអភិវឌ្ឍមិនមែនជាមតិប្រឆាំងនៅក្នុងមូល